ក្មេងស្រីម្នាក់បានដឹងទាំងអារម្មណ៍តក់ស្លុតថាម្ដាយរបស់ក្មេងស្រីតូចដែលនាងរៀបនឹងជួយឧបត្ថម្ភនោះតាមពិតគឺជាបុគ្គលិកបញ្ជរធនាគារដែលធ្លាប់ធ្វើបាបនិងបង្កការលំបាកដល់នាងភ្លាមនោះនាងក៏បានដកឯកសារត្រឡប់មកវិញហើយប្រាប់ទៅភីគឹមខាងទៀតថានាងមិនធ្វើការផ្ទេរប្រាក់ទៀតទេបន្ទាប់មកនាងបានផ្ញើសារតបទៅកាន់ស្ត្រីម្នាក់នោះភ្លាមថានាងនឹងមិនជួយឧបត្ថម្ភថ្លៃព្យាបាលរបស់ក្មេងស្រីតូចនោះទៀតឡើយនៅពេលទទួលបានសារនោះបុគ្គលិកបញ្ជរធនាគារស្រាប់តែមានការភ័យស្លន់ស្លោភ្លាមហើយបានទូរស័ព្ទទៅក្មេងស្រីនោះឃើញបែបនេះក្មេងស្រីនោះក៏បានចុចបិទទូរស័ព្ទចោលភ្លាមនៅនឹងកន្លែងបន្ទាប់មកនាងបានប្រាប់ឲ្យបុគ្គលិកបញ្ជរប្រគល់កាតធនាគាររបស់នាងមកវិញតែនឹកស្មានមិនដល់ថាភីគឹមខាងទៀតបែរជាខឹងសម្បាយ៉ាងខ្លាំងថែមទាំងយកលេខផ្សេងមកនិយាយថាកាតធនាគារនេះមិនមែនជារបស់ក្មេងស្រីនោះឡើយហើយរៀបនឹងបង្កកាតនោះនៅក្នុងប្រព័ន្ធធនាគារផ្ទាល់តែម្ដងក្មេងស្រីនោះលើបែបនេះក៏បានព្រមានភីគឹមខាងទៀតភ្លាមថាកុំឲ្យស្ដាយក្រោយប៉ុន្តែនៅវិនាទីបន្ទាប់គេឃើញបុគ្គលិកបញ្ជរនិយាយថាបុគ្គលទេខ្ញុំបង្កកាតធនាគាររបស់អ្នកតើអាចមានរឿងអីកើតឡើងទៅកាតនេះទុកនៅទីនេះសិនចុះចាំដល់ពេលណាដែលអ្នកអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនឯងបានសឹមមករកខ្ញុំឲ្យដោះលែងវិញកាលពីមុនដោយសារខ្ញុំចង់ជួយសង្គ្រោះយ៉ាវទើបខ្ញុំខំទ្រាំសង្កត់ចិត្តខឹងរហូតមកប៉ុន្តែពេលនេះស៊ុងហ្វិនហ្វាងអ្នកគិតថាខ្ញុំពិតជាងាយនឹងធ្វើបាបណាស់មែនទេអ្នកចាត់ការនៅឯណាបុគ្គលិកបញ្ជររបស់អ្នកមិនត្រឹមតែធ្វើបាបនិងបង្កការលំបាកដល់អតិថិជនប៉ុណ្ណោះទេថែមទាំងបង្កករណីខុសច្បាប់ទៀតផងខ្ញុំចង់ប្តឹងអ្នកកុំមកលោឡាបង្កការរំខានដល់សន្តិភាពធនាគារនៅទីនេះអីសន្តិសុខអូនាងចេញទៅក្រៅឲ្យខ្ញុំទុកមុខឲ្យអ្នកហើយមែនទេវាខ្ញុំផងនរណាគេហៅហ្នឹងខ្ញុំជាអ្នកចាត់ការធនាគារតើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីហ្នឹងហេតុអ្វីបានជាអួររំលេះអ្នកចាត់ការលីខ្ញុំមកដើម្បីធ្វើការដំឡើងដែនកំណត់កាត់ប៉ុន្តែបុគ្គលិករបស់អ្នកម្នាក់នេះចេះតែអូបន្លាយពេលមិនព្រមធ្វើឲ្យខ្ញុំសោះថែមទាំងទារឯកសារបញ្ជាក់ដែលមិនសមហេតុផលគ្រប់បែបយ៉ាងពីខ្ញុំទៀតឥឡូវនេះខ្ញុំមិនធ្វើវាទៀតទេតែគាត់បែរជាបង្កកាត់របស់ខ្ញុំចោលតើរឿងនេះអ្នកនឹងដោះស្រាយយ៉ាងណាអ្នកចាត់ការលីខ្ញុំគ្រាន់តែធ្វើការទៅតាមនីតិវិធីប៉ុណ្ណោះនេះគឺដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អតិថិជនខ្ញុំគ្រាន់តែសួរដេញដល់ពីល្បីម៉ាត់តើមានអីខុសទៅគឺមកពីគាត់មិនព្រមសហការរហូតមកមិនអាចផ្ដល់ឯកសារបញ្ជាក់ឲ្យបានគ្រប់គ្រាន់ថែមទាំងវាខ្ញុំទៀតផងអ្នកចាត់ការមើលចុះនេះជាស្នាមដែលគាត់វីតើលោកស្រីចៅនីតិវិធីធនាគាររបស់យើងពិតជាមានភាពស្មុគស្មាញមែនប៉ុន្តែនេះក៏ដើម្បីសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នកដែរអារម្មណ៍ប្រញាប់ប្រញាល់របស់អ្នកពួកយើងអាចយល់បានប៉ុន្តែអ្នកក៏មិនអាចវិមនុស្សបែបនេះដែរអ្វីក៏គួរតែដើរទៅតាមនីតិវិធីមែនទេអ្នកគ្រាន់តែសហការទៅជាការស្រេចហើយឥឡូវនេះជាសង្គមនីតិរដ្ឋទោះជាយ៉ាងណាក៏ដោយការវិមនុស្សគឺមិនត្រឹមត្រូវឡើយវាដូច្នេះគាត់តម្រូវឲ្យខ្ញុំបញ្ជាក់ថាកាតធនាគាររបស់ខ្ញុំជារបស់ខ្ញុំថែមទាំងត្រូវបញ្ជាក់ថាខ្លួនខ្ញុំគឺជាខ្លួនខ្ញុំទៀតហើយនៅពេលដែលខ្ញុំមិនអាចបញ្ជាក់បានគាត់ក៏បង្កកាតធនាគាររបស់ខ្ញុំតែម្ដងតើនេះជាតម្រូវការរបស់ធនាគារអ្នកដែរមែនទេរឿងបញ្ជាក់ថាខ្លួនខ្ញុំគឺជាខ្លួនខ្ញុំនឹងតើធនាគារយើងមានបទបញ្ញត្តិដ៏គួរឲ្យអស់សំណើចបែបនេះតាំងពីពេលណាសៀវសុងតើនេះស្ថិតនៅក្នុងលក្ខខណ្ឌច្បាប់និងបទបញ្ជាផ្ទៃក្នុងមួយណាឯងនេះពិតជាមានសេចក្តីក្លាហានមិនតូចទេណាហ៊ានបង្កើតតម្រូវការដ៏មិនសមហេតុផលបែបនេះដោយចិត្តឯងបង្កការរំខានដល់សន្តិភាពដែលមានស្រាប់អ្នកចាត់ការខ្ញុំគ្រាន់តែធ្វើការផ្ទៀងផ្ទាត់ជាធម្មតាល្មមហើយរឿងនេះខ្ញុំនឹងរាយការណ៍ទៅថ្នាក់លើលើកនេះត្រូវអនុវត្តតាមបទបញ្ជាដោយផ្ដល់ការព្រមាននិងវិន័យភ្លាមប្រញាប់សុំទោសលោកស្រីចៅភ្លាមទៅសុំទោសការសុំទោសពីមនុស្សប្រភេទដូចជាអ្នកខ្ញុំមិនទទួលយកឡើយខ្ញុំមានសំណើតែមួយគត់គឺប្រញាប់ដោះបង្កកាតធនាគាររបស់ខ្ញុំភ្លាមកលោកស្រីចៅធ្វើឲ្យអ្នកត្រូវរងភាពអយុត្តិធម៌ហើយលើកនេះគឺជាកំហុសរបស់សៀវសុងមែនប៉ុន្តែការដោះបង្កកនីធនាគារវិញនោះគឺនៅតែតម្រូវឲ្យអ្នកផ្ដល់ឯកសារបញ្ជាក់ពីកម្មសិទ្ធិមូលនិធិស្របច្បាប់និងមានសុពលភាពពួកយើងនឹងរៀបចំការដោះបង្កជូនអ្នកភ្លាមគឺស្អីគេនៅតែត្រូវការព័ត៌មានឯកសារទៀតមែនទេឯកសារបញ្ជាក់កាលពីលើកមុនគឺដោយសារសៀវសុងធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុងប៉ុន្តែលើកនេះគឺពិតជាត្រូវការជាចាំបាច់មែនទែនចា៎នេះបានខ្ញុំនឹងសហការជាមួយពួកអ្នកជាលើកចុងក្រោយចុះប៉ុន្តែខ្ញុំសង្ឃឹមថាពួកអ្នកនឹងធ្វើដូចអ្វីដែលបាននិយាយសុងស្អែកនេះនៅពេលដែលលោកស្រីម្នាក់នេះយកឯកសារបញ្ជាក់មកដល់ហើយត្រូវតែចាត់ចែងដោះបង្កជូនគាត់ភ្លាមនៅពេលដំបូងបង្អស់ទៅតាមបទបញ្ជាត្រូវសហការពេញមួយដំណើរការទាំងអស់មិនអនុញ្ញាតឲ្យលេងល្បិចកិច្ចក៏អ្វីទៀតឡើយតើអាចធ្វើបានទេអាចស្អែកនេះខ្ញុំនឹងចាត់ចែងទៅតាមបទបញ្ជាជាដាច់ខាតចា៎នេះអញ្ចឹងខ្ញុំត្រឡប់ទៅរៀបចំឯកសារសិនចុះស្អែកចាំម្ដងទៀតណាស៊ុងហ្វិនហ្វាងតាមពិតទៅខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថានៅពេលដែលអ្នកដឹងថាខ្ញុំគឺជាចៅលីនស៊ីដែលជាអ្នកជួយឧបត្ថម្ភកូនប្រុសរបស់អ្នកនោះតើនៅលើផ្ទៃមុខរបស់អ្នកនឹងមានទឹកមុខបែបណាទៅវិញទេអូលីនស៊ីហាកាលពីយប់មិញខ្ញុំបានទូរស័ព្ទទៅអ្នកពេញមួយយប់ហេតុអ្វីបានជាអ្នកមិនព្រមទទួលទូរស័ព្ទអញ្ចឹងហេតុអ្វីបានជាស្រាប់តែបញ្ឈប់ការជួយឧបត្ថម្ភភ្លាមបែបនេះខ្ញុំមានតែយ៉ាងម្នាក់គត់ជាកូនបង្កើតហើយខ្ញុំក៏ជាអ្នកម្ដាយតូម្នាក់ទៀតបើគ្មានគេទេជីវិតពាក់កណ្ដាលក្រោយរបស់ខ្ញុំមុខជាគ្មានទីពឹងឡើយក្នុងកាលៈទេសៈដ៏សំខាន់បែបនេះអ្នកមិនអាចប្រែក្រឡាសម្ដីឡើយណាអ្នកម្ដាយរបស់យ៉ាងខ្ញុំក៏ចង់ជួយឧបត្ថម្ភបន្តដែរតែខាងធនាគារគេបានបង្កកាត់របស់ខ្ញុំចោលបាត់ទៅហើយដកលុយចេញមិនបានសោះបើមិនអញ្ចឹងទេអ្នកប្រញាប់ទៅរកអ្នកផ្សេងឲ្យជួយឧបត្ថម្ភវិញទៅចុះក៏ហាខ្ញុំស្មានតែជារឿងធំដុំអីណាបុគ្គលិកបញ្ចូលធនាគារមួយចំនួនគឺរឹងត្អឹងបែបនឹងឯងមិនចេះបត់បែនតាមកាលៈទេសៈសោះឡើយបើមិនអញ្ចឹងទេអ្នកមកធនាគារដែលខ្ញុំកំពុងធ្វើការនេះមកខ្ញុំនឹងដោះបង្កប់ជូនអ្នកដោយផ្ទាល់ដៃតែម្ដងធានាថាដាច់ខាតមិនត្រូវការឯកសារបញ្ជាក់អ្វីទាំងអស់តែ5នាទីប៉ុណ្ណោះគឺអាចចាត់ចែងរួចរាល់ជូនអ្នកភ្លាមគឺរឿងដែលអាចធ្វើរួចរាល់ក្នុងពេលត្រឹមតែ5នាទីសោះប៉ុន្តែសម្រាប់អ្នកបានធ្វើបាបនិងបង្កការលំបាកដល់ខ្ញុំតាំងពីដើមរហូតដល់ចប់អស់រយៈពេលពេញ3ថ្ងៃល្អណាស់អញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើដំណើរទៅរកអ្នកហើយយូស៊ុងហ្វិនហ្វាងពិតជាសង្ឃឹមថានៅពេលដែលអ្នកបានដឹងពីអត្តសញ្ញាណពិតប្រាកដរបស់ខ្ញុំអ្នកនឹងមិនមានការភ្ញាក់ផ្អើលខ្លាំងពេកទៅចុះ